តេសសាឡបងស្ដីអំពីច្បាប់ចរាចរណ៍ផ្លូវគោកភាគទី11អ្នកបើកបរលើផ្លូវលឿនលឿននៅពេលយប់ជានិច្ចជាកាលអ្នកគួរតែបើកភ្លើងវ៉ានោះឡើងបើអ្នកកបន្ថយល្បឿនត្រៀមបត់ខធ្វើដំណើរលើដងផ្លូវតែគ្មានតួខណ្ឌបែងចែកចំណែកផ្លូវកបើកចុះទួលខបើកតាមពីក្រោយរថយន្តមួយផ្សេងទៀតចម្លើយខបើកតាមពីក្រោយរថយន្តមួយផ្សេងទៀតបើកំពុងបើកបរស្រាប់តែមានភ្លៀងរលឹមស្រេចអ្នកគួរអនុវត្តប្រការណាមួយដូចខាងក្រោម 1. បន្ថយល្បឿនត្បិតទឹកភ្លៀងនឹងធ្វើឲ្យអណ្ដែតប្រេងនិងដុំគ្រោះរបេះលើដងផ្លូវ 2. ទុកគម្លាតពីរថយន្តអ្នកនិងរថយន្តខាងមុខឲ្យបានលើសពីធម្មតា2 ដងចម្លើយកករណីលេខ1ខករណីលេខ2កទាំងករណីលេខ1និងលេខ2ខមិនមែនទាំងករណីលេខ1និងលេខ2ចម្លើយកទាំងករណីលេខ1និងលេខ2ផ្លូវចាប់ដើមរអិលជាពិសេសកភ្លាមក្រោយក្រាលកស៊ូរួចខភ្លាមក្រោយចាប់មៀងភ្លៀងឬរលឹមស្រេចកក្រោយភ្លៀងកំពុងធ្លាក់ជាច្រើនម៉ោងមកហើយខនៅក្នុងពេលត្រជាក់ចម្លែកនិងស្ងួតចម្លើយខភ្លាមក្រោយចាប់មៀងភ្លៀងឬរលឹមស្រេចពេលបើកបរកាត់អាកាសធាតុធ្លាក់ចុះអាប់ខ្លាំងអ្នកគួរតែកបើកភ្លើងដែលភ្លឺចាំងខ្លាំងរបស់អ្នកខបន្ថយល្បឿនកបើកតាមរថយន្តខាងមុខឲ្យគៀកកិតខបើកភ្លើងចតរបស់អ្នកចម្លើយខបន្ថយល្បឿនពេលបើកបរកាត់ព្យុះភ្លៀងនៅពេលថ្ងៃអ្នកគួរតែកភ្លើងចតខភ្លើងកូតកភ្លើងសុំផ្លូវខភ្លើងហ្វា
ចម្លើយខភ្លើងកូតវិធីល្អបំផុតដើម្បីឲ្យកង់រថយន្តកកិតខ្លាំងលើផ្លូវព្រិលដែលកករឹងគឺត្រូវកដាក់ច្រវាក់លើកង់ឡានខប្រើកង់រថយន្តសម្រាប់ពីព្រិលកបន្ធូរខ្យល់ក្នុងកង់រថយន្តឲ្យធូរបន្តិចខផ្ទុករបស់អ្វីៗឲ្យធ្ងន់នៅគូររថយន្តចម្លើយកដាក់ច្រវាក់លើកង់ឡាន